ចឹងនេះផ្លូវដើរចូលទៅខាងក្នុងទឹកថ្លាខៀវស្អាតណាស់បងប្អូនទឹកនៅទីនេះមកដល់ហើយទឹកធ្លាក់កោះបោនេះជាទឹកជ្រោះនៅក្នុងក្តីសម័យបានមកដល់ហើយដើរចូលមកដល់ខាងក្នុងហើយទឹកធ្លាក់ស្អាតណាស់នៅទីនេះចឹងបើបងប្អូនមកងូតលេងគឺមិនខកបំណងទេទឹកធ្លាក់កោះប៉ោនេះគឺថាថ្លាខៀវស្អាតបើឃើញគឺដឹងតែចង់ងូតលេងហ្មងស្អាតខ្លាំងណាស់កន្លែងនេះជាលងអាចហែលេងបានខ្ញុំហែលទឹកលេងយូរគ្រាន់ហើយឥឡូវនេះចាក់ចេញត្រឡប់ទៅវិញទឹកជ្រោះនៅទីនេះស្អាតកម្រមានអ្នកមកដល់បើសិនជាភ្ញៀវអ៊ំពូមីងបងប្អូនទាំងអស់ចង់មកលេងនៅទីនេះកុំភ្លេចរងចាំតាមដានเพจទេសចរព្រៃភ្នំខ្ញុំនឹងផុសកម្មវិធីជូនឆាប់ៗនេះ